ឥឡូវនេះខ្ញុំនឹងប្រាប់អំពីរបៀប hack game Candy Crush Saga កម្មវិធីនេះអាចប្រើបានយើងអាច hack វាបានដោយលុត្រាណាដែលវាទូរស័ព្ទ Android របស់យើងគឺបានរួចហើយយើងនឹងត្រូវការ download game hacker យើង download game hacker ហើយបន្ទាប់មកយើងនឹងបើកវាgame hacker ហើយយើងរួចហើយមាន remind វានឹងឡើងមកបែបនេះយើងចង់ទាញវាដាក់កន្លែងណាក៏បានហើយបន្ទាប់មកយើងបើក game Candy Crush Sagaប្រាប់ថាដំបូងយើងត្រូវបិទអ៊ីនធឺណិតសិនបិទ Wi-Fi ឬក៏ 3G របស់យើង Wi-Fi 3G របស់យើងគឺត្រូវតែបិទអត់បើកបើយើងប្រើវាបើក 3G ឬ Wi-Fi គឺយើងមិនអាច hack វាបានទេយើងបើកវាតោះមកចុច play ខ្ញុំលេងដល់147ហើយយើងលេងរបស់ខ្ញុំយើងមកយើង live វាគឺជីវិតយើងប្រើអស់ច្រើនហើយឥឡូវយើងដើម្បី hack ខ្លៃមើលរបស់ខ្ញុំ0ខ្លៃរបស់ខ្ញុំ0ហើយដើម្បីបន្ថែមរបស់វាយើងត្រូវទៅចុចក្នុង setting យើងអាចធ្វើវាបាន hack វាបានគឺយើងចុច setting ហើយជាងការ ប្រែមករយៈពេល date time យើង set date time វារយៈពេល5ថ្ងៃ6ថ្ងៃ set វាអត់ទេខ្ញុំចូល28 set ខ្ញុំ set ច្រើនខ្ញុំលេងបានច្រើនខ្ញុំលេងច្រើនគឺខ្ញុំត្រូវការ29តើបើសាមអត់ឲ្យ notice ហើយអត់ notice ហើយឥឡូវ full ហើយយើងកែវា full បាន full ហើយនេះអូខេលេងវាយើងដើម្បី hack វាយើង play វា hack move វាយើង hack move គឺវាមានតែ50ទេវាមានតែ50នេះទេ50នេះតែយើងចង់ hack វាគឺបែបនេះយើងចង់បន្ថែមវា hack វា50យើងដំបូងគឺតើវា preset វាប៉ុន្តែបើកមុនវងអញ្ចឹងយើងមិន reset ក៏បានដែរតែនេះខ្ញុំចង់បង្ហាញថា reset ចង់បង្កើតមួយទៀតអីគឺ reset វា remove វាយើងចុចមក setting មកនេះគឺ search វាគឺ1យើង search 1វាក៏អត់ back to game and back number change then return to search change value ឲ្យ change តម្លៃវា back to game ហើយយើង change 2ចូល search វាទី2យើង move អស់2យើង search 2ជួយឃើញតម្លៃច្រើនអញ្ចឹងយើងនៅ search បន្តទៀតបើមានតម្លៃ2ឬ3យើងអាច modify តម្លៃបានតែបើសិនជាមាន list ច្រើនដូច្នេះយើងត្រូវ continue វាទៀតដើម្បី search បន្ត move បន្តទៀត move មួយទៀតទៅថា move ទី2អញ្ចឹងយើងត្រូវ move មួយទៀតយើងត្រូវ search មួយទៀត search 3អញ្ចឹងយើងអស់3មិញ50យើងអស់3 search ម្ដងមួយអញ្ចឹងឃើញ list ច្រើនទៀតអញ្ចឹងបើឃើញ list ច្រើនបែបនេះយើងត្រូវ search វាបន្តទៀតយើងត្រូវ move វាម្សាទៀតហើយយើង search ទៀតជាបែបនេះ
4 Sợi lô tra này khơi liên con nông lý mình làm lại lít tập mình làm lại tập pí rồi có 7 dương ai bờ vô lọ bờ lọ bỏng phát miền pí cứ lọ và tai bờ miền bị ai chẳng miền 7 ní thì chẳng cứ miền 7 chẳng như vậy mà làm bay đường vay mà cho đồng lại mu đi lớp bị hạ sấp dương trâu dương vay sinh nhạt đọ hái dương vayจำนวนประมาณ100 các bạn đây thì vay bay rồi 200 100 200 300 400 500 các bạn tay complete ដាក់សញ្ញាដកក្នុងមូនេះអូខេសញ្ញាដកហើយយើង modify វាឃើញវាបាន300ហើយ50តម្លៃចាស់300យើង modify វាអញ្ចឹងវាបូកជាបាន350ហើយដើម្បី score ដើម្បីយើងអាចក៏អាច hack score បានដែរ score នេះយើងក្នុងការលេង game នេះបើសិនជាឡើងនេះហើយជាឡើង move នេះវាជា time វិញអញ្ចឹងយើងត្រូវដំឡើង score ក៏ search ដូចគ្នាដែរបើដំបូង search ម្ដងមួយហើយ search តម្លៃបានដូចថាយើងរូប move មួយអញ្ចឹងបានមានតម្លៃ60យើង search តម្លៃ60move ទី2មានតម្លៃ80យើង search 80មកហើយយើងវាយ modify ឲ្យវាតែម្ដងតែក្នុងករណីនេះយើង search ឲ្យពីរដងហើយយើងមិនចាំនេះយើងគ្រាន់តែ reset វាមកហើយយើង search តម្លៃនឹងយកតែម្ដងទៅ21780ចឹងយើង search បើសិនករណី search តម្លៃនេះមានតែ4ខ្ទង់ឬ3ខ្ទង់គឺយើងអាចវាយបញ្ចូលបានតែក្នុងករណីនេះយើងមិនអាចវាយសញ្ញាដកបានទេព្រោះអីនេះដើម្បីយើង increase វាមិន decrease ទេបើ decrease យើងគិតដកវាដាក់សញ្ញាដកបើយើង increase វាយើងត្រូវតែបន្ថែមវាដាក់អត់មានតែចំណែកសញ្ញាដកទេអញ្ចឹងយើងត្រូវថាតម្លៃក្នុងតម្លៃនេះឲ្យ complete ថា forget 125,000អញ្ចឹងយើងដាក់ថា300,000រីដល់300,000 modify វាអញ្ចឹងវាឡើងនឹង300,000មកធ្វើអញ្ចឹងបានថា error របស់យើង star របស់យើងគឺបាន3ទៅហើយនេះរបៀប trap ហើយយើងអាច move បានតាមចិត្ត move បានយើងដឹងថា game នេះយើងអាចនឹងលេងឈ្នះហើយអត់បញ្ហាទេអូខេនេះខ្ញុំថយក្រោយវិញហើយអញ្ចឹងខ្ញុំបានត្រូវបញ្ចប់វាត្រឹមនេះ